ប្រកួតណារឿងសម្លេងខ្លួនឯងបានអស់មុននោះណាគឺជាអ្នកឈ្នះហើយបាទយើងទឿនអញទុកណាយើងនេះនាងមច្ឆានៃវិស័យហែលទឹកយើងរើកាក់ក្នុងប្រទេសរាប់ឆ្នាំដូច្នេះហើយនាងប្រុសហើយមិនចាំគ្នាសោះហើយផ្លានបាត់តាណាហើយមិនភេមផ្លានប្រយ័ត្នណាមិនភេមថារូបអត់ខ្ញុំទេភ្លើន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 ផ្លានយ៉ាងម៉េចហើយថ្ងៃនេះផ្លានធ្វើខ្លួនមិនគួរឲ្យស្រឡាញ់សោះដឹងថាបែបនេះមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃទេសុំទោសផងដែលធ្វើឲ្យគ្រប់គ្នាមានបញ្ហាផ្លានធ្វើយ៉ាងម៉េចសិនខ្ញុំសុំទោសផងដែលលេងរពេបានចឹងខ្ញុំសូមអនុញ្ញាតនាំក្មួយទៅវិញហើយបែបនេះនៅទីនេះលេងបានហើយអូខេនៅទីនេះហើយត្រូវដល់ថ្ងៃនេះបែបលេងរពឹសហើយទេដឹងបើយ៉ាងទៀតបើនាងទៅណាជួបខ្ញុំសម្ភារលេខាថ្មីខ្ញុំបានទៅត្រេកអរផងណានាងជាអ្នកឈ្នះនាងរាជនុអ្នកដែលមកធ្វើជាលេខារបស់ខ្ញុំនេះណាមិនមែនអ្នកដែលមើលទៅខាងមុខតែម្យ៉ាងទេតែជាអ្នកដែលមិនចង់អ្នកដទៃនៅខាងក្រោយទៀតអរគុណចាវគ្គចុងក្រោយហើយណាអ្នកនាងរាជនុប្រធានបទសម្ភាសចានាងប្រាជ្ញបដាំនៅពេលដែលនាងខ្លាចជាលេខារបស់ខ្ញុំក្នុងនាមជាលេខាម៉ាយឬក៏ឆនុកនាងខ្ញុំនឹងធ្វើជាលេខាម៉ាយនិងរាជនុកតែម្ដងព្រោះថាអ្នកទាំងពីរយ៉ាងជាសមត្ថភាពរបស់ខ្ញុំនាងសុខខ្លាំងទៅនាងភីមចាប្រាប់បានទេថាការដែលធ្វើលេខាត្រូវធ្វើយ៉ាងម៉េចត្រូវតែមើលថែអ្វីដែលមានតម្លៃឲ្យល្អបំផុតរួចសម្រាប់លេខារបស់ដែលមានតម្លៃបំផុតគឺលោកចុះនាងមានអារម្មណ៍បែបណាបើត្រូវធ្វើការជាមួយនឹងចៅហ្វាយដែលល្អខ្ចោះគ្រប់យ៉ាងបាននោះគិតថាវាប្រកួតប្រជែងមួយយ៉ាងដែរចុះនាងគិតថានាងធ្វើឲ្យចៅហ្វាយដែលសែនល្អឥតខ្ចោះរបស់នាងនោះធ្វើឲ្យគេពេញចិត្តបាន 100%ទេមានមនុស្សបែបហ្នឹងដែរមានវាអាចពិបាកបន្តិចដែរប៉ុន្តែនាងខ្ញុំនឹងព្យាយាមចុះនាងមានទំនួលខុសត្រូវគ្រប់គ្រាន់ដែលមានការលាយចុះពីការងារដើម្បីទៅទទួលសង្សារថ្មីដែរទេមានមនុស្សបែបហ្នឹងដែរមាននាងខ្ញុំនឹងលាឈប់ពីការងារដោយសារហេតុផលមួយនោះចុះនាងទទួលបានមែនទេដែលពេលថ្ងៃនាងមិនបានញ៉ាំពេលយប់នាងមិនបានគេងនោះអញ្ចឹងប្រហែលជាត្រូវគេងថ្ងៃញ៉ាំយប់ហើយអាចត្រូវញ៉ាំខុសពេលខ្លះតែនាងនឹងបានថ្លៃប៉ះទៅក្នុងតម្លៃដែលគ្មានអ្នកណាអាចឲ្យនាងបានបែបនេះបានទេអរខ្លាំងណាស់តែលើនោះធ្វើឲ្យនាងមិនមានជីវិតរបស់ខ្លួនឯងទេណាចុះពេលនេះពួកពីលើការងារវាមិនមែនជាជីវិតរបស់នាងទេបាច់ចូលនាងខ្ញុំនឹងធ្វើការឲ្យពេញទំហឹងចាតែភាពអត់ធ្មត់របស់មនុស្សយើងគឺមានដែនកំណត់នាងខ្ញុំនឹងព្យាយាមអ្នកដែលព្យាយាមពួកពីលើការងារច្បាស់ជាធ្វើបានចាក់ជំខាងទេតែមិត្តភក្តិអ្នកនឹងបាត់ទៅម្ដងម្នាក់ចុងក្រោយនៅសល់តែត្រីមាសជាមិនអីនោះទេនាងខ្ញុំនៅម្នាក់ឯងបានរួចហើយមិនចាំបាច់មានត្រីមាសក៏បានដែរតែធ្វើការធ្ងន់ធ្វើឲ្យនាងឈឺក្បាលក្តៅខ្លួនមិនបានដេកមិនបានពូនស្គមដូចឆ្អឹងខ្សែកម្លាំងញ៉ាំមិនបានដេកមិនបានរសាប់រសល់អត់ដល់លេខដឹងរសជាតិជំងឺក្រពះពុកឆ្អឹងឈឺធ្មេញអាស៊ីតក្នុងកាពះដកដង្ហើមធំស្អុយពេលព្រឹកល្ងាចក្អួតចង្អល់វិលមុខជាប្រចាំមានរបួសមានហ្គេសស៊ីពេញក្បាលជុះធំមិនចាញ់កាញ់ដៃប្រៃសាមឬដងបាត់ឈាមចាញ់សពាតឈាមឡើងខ្ពស់កថាបានដល់ថ្នាក់នឹងផងទេហើយណានាងខ្ញុំនិយាយថាអាចដែរមិនអីទេនាងខ្ញុំនឹងមើលថែខ្លួនឯងឲ្យល្អបំផុតនឹងធ្វើឲ្យសមនឹងតម្លៃឈ្នួលមិនខានទេរួចហើយក៏ទិញត្រីខយមកចិញ្ចឹមទៀតផងត្រីមាសទេចាត្រីចាអូខេខ្ញុំរើសនាងហាប៉ាត់មែនណាអរគុណណាចានាងខ្ញុំត្រៀមធ្វើការហើយលេខាភីមប្រាប់ទៅ HR ទៅឲ្យធ្វើកុងត្រាជួយជាជំនួយការលេខាទៅចុះណាចាជំនួយការលេខាការស្អីមកទីលេខាភីមមកដើរមើលមុខខ្ញុំបែបនេះខ្ញុំអៀនណាខ្ញុំមិនបានកំ pl ាញ់ជាមួយទេណាលោកនាយកឲ្យខ្ញុំប្រកាសរកលេខាសុកសុកក៏បដូរឲ្យគេមកធ្វើជំនួយការបានយ៉ាងម៉េចហេតុអីក៏មិនបានទៅអ្នកនាងមិន